ញ៉ៃយកចិត្តអតិថិជនតែញ៉ៃឲ្យគាត់ឃើញប្រយោជន៍បញ្ជូនអាភាពស្មោះត្រង់របស់យើងថាយើងពិតជាចង់ធ្វើដើម្បីឲ្យគាត់រីកចម្រើនដើម្បីឲ្យគាត់បានរបស់ដែលចង់ចំណុចកែបញ្ហារបស់គាត់ញៀវតាមពិតគាត់មានលុយឯងយើងក៏វិភាគគាត់ថាអូ70000ថ្លៃតែគាត់អត់ហ៊ានទិញទៅតាមពិតញៀវហ៊ានទិញលើហ្នឹងទៀតបើត្រូវបញ្ហារបស់គាត់ប៉ុន្តែយើងមិនគាត់នឹងអីថ្លៃគាត់ខ្លួនឯងញៀវគាត់បានគិតថាយើងនេះអ្នកគិតឲ្យញៀវតែអញ្ចឹងកុំគិតឲ្យញៀវត្រូវនិយាយធ្វើម៉េចឲ្យចំបញ្ហាញៀវទោះ100,000ក៏គាត់ទិញដែរអញ្ចឹងហើយចូលធ្វើជាអ្នកឃុំហ្គេមណាឃុំហ្គេមបានអ្នកនោះឈ្នះអញ្ចឹងឃុំហ្គេមឆ្ងល់ទេថាឃុំហ្គេមបែបណាអ៊ីឃុំហ្គេមតែមិនភ្ញៀវជួយយើងច្រើនអត់សូវសួរគេតែចាំតែឆ្លើយភ្ញៀវថាអត់លុយឆ្លើយថាអរគុណច្រើនបងព្រោះភ្ញៀវវាច្រើនអត់លុយគ្នាទេអ្នកខ្លះគាត់ចូលមកគាត់ឈឺអញ្ចឹងគាត់មានអារម្មណ៍ជាឆេវឆាវតែអញ្ចឹងយ៉ាងណាគឺយើងត្រូវតែបន្ថែមចិត្តធ្ងន់ជាពិសេសការលក់នឹងរបស់ខ្ញុំចង់បានយូរហើយប៉ុន្តែខ្ញុំវាឆ្ងល់ដែរថាបាត់ការលក់ហ្នឹងយើងកំពុងនិយាយមួយភ្ញៀវបាត់ជុំនិយាយមួយភ្ញៀវមែនដឹងថាបាត់ការលក់ហ្នឹងគឺយើងត្រូវនិយាយធ្វើមិនឲ្យអតិថិជនទិញយើងតែភាគច្រើនកន្លែងហ្នឹងគឺយើងឆ្លើយទៅច្រើនពេកពេលទៅខាតទៅហើយគេលែងតបវិញដោយសារយើងនិយាយអត់ត្រូវចិត្តគេឃុំហ្គេមkhôngមិនគាត់ដល់លក់មួយគេនិយាយច្រើនជាងភ្ញៀវទៀតសួរភ្ញៀវថាបងមានបញ្ហាអីដែរសួរគេមកខ្សែយើងទៅគេឆ្លើយមកម៉ាត់ដល់ពេលឥឡូវដឹងហើយដឹងថាត្រូវធ្វើម៉េចឲ្យខ្លួនឯងនឹងមានតម្លៃជាងមុនកុំឲ្យតាមគេវិញតាមដំណាក់គេធុញខ្ញុំធ្លាប់ទៅលក់ផ្ទាល់លក់អនឡាញដោយតែអ៊ីនបកទេគាត់តែយើងអត់បានឃើញមុខមនុស្សតែប៉ុណ្ណោះកុំធ្វើជាអ្នកសេលកញ្ចក់មកអានតម្រាឲ្យលក់ប្រដៅទៅលើអ្នកស្ដាប់យើងហើយមើលទៅមុខគេបើគេមិនសប្បាយចិត្តដូរនឹងភ្លាមអ្នកជុំគាត់ដល់គ្នាហើយយើងអាចមិនចាប់អារម្មណ៍ផងនេះបែរក្បាលចេញនេះក៏យកក៏ពើលួននិយាយទៅអើយនេះតែយើងអត់យល់គេទេ